Hello សួស្តីបងអូនអ៊ំពូមីងនេះគឺជាវីដេអូប្លុកដំណើរកម្សាន្តរយៈពេល3យប់3ថ្ងៃដល់សែនរោគរ៉ារបស់ពួកខ្ញុំវីដេអូនេះពិតជារោគរ៉ាមែនណាបងប្អូនបើមិនជឿទស្សនាទាំងអស់គ្នាព្រោះអីទៅកពតរយៈពេល3យប់3ថ្ងៃហ្នឹងគឺភ្លៀងជាប់គ្នារហូតទៅដើរលេងកន្លែងណាក៏ fail เลยដោយសារតែមេឃភ្លៀងអញ្ចឹងពួកខ្ញុំទៅបានផ្លែតទេបន្ទាប់មកក៏មកលេងទឹកនៅកន្លែង resort វិញដោយសារតែដើរអត់កើតហើយណាមួយមានកូនទូចផងអញ្ចឹងចេញក្រៅបានតែផ្លែតទេនិយាយទៅគឺការដើរលេងនេះគឺរោគរ៉ាពិតដូចក្នុងរូបភាពអញ្ចឹងរូបភាពកន្លែងខ្លះក៏សប្បាយកន្លែងខ្លះក៏សេះដោយសារអត់បានដើរលេងលក្ខណៈថាពេញលេងកិច្ចពីភ្លៀងរហូតហ្មងអញ្ចឹងមានតែមកលេងទឹកនៅកន្លែង resort វិញទៅលេងទឹករួចហើយជាងជាក់អញ្ចឹងហេវក៏នាំគ្នាអាំងសាច់ញ៉ាំនៅកន្លែងគេងហ្មងថាកម្រងគឺត្រូវទៅលេងនៅឆ្នេរកែបតែទៅមិនកើតណាបើភ្លៀងជាប់រហូតភ្លៀងអត់ដាច់ហ្មងងើបពីគេងមកបន្ទាប់ពីថ្ងៃទី1ត្រូវបាន fail ក៏ចូលដល់ថ្ងៃទី2រៀបចំនាំគ្នាជិះទៅរកអីញ៉ាំហើយក៏ចេញដំណើរទៅឆ្នេរកាលទៅមើលថ្ងៃរះប៉ុន្តែដោយសារតែដេកជ្រុលហ្មងតែទៅដល់ហ្នឹងថ្ងៃរះបាត់ដល់ថ្ងៃក្តៅវិញបាត់ទៅដល់បាត់ថ្ងៃរះអស់ហើយពួកខ្ញុំនិយាយគ្នាថាងើបម៉ោង7ទៅមើលថ្ងៃរះទៅមើល sunset មែនណាទៅដល់ម៉ោង8 9មានតែថ្ងៃក្តៅចាំងពេញនឹងតែក៏ទេសភាពផ្លូវជិះពីឆ្នេរកាលទៅពិតជាស្អាតមែនស្អាតគួរឲ្យចង់ទៅហ្មងតែអីទោះមកហិងជ្រៀលមកក៏មកដល់ក៏ឃើញទេសភាពនៅឆ្នេរកាលស្អាតក៏ស្រស់ស្រាយដែរហើយបើចំណែកឯកូនខ្ញុំវិញមកដល់អត់មានស្វាតអីទេគឺស្វាតតែលេងខ្សាច់គូអីលេងមួយចឹកគេបន្ទាប់ពីទៅឆ្នេរកាលរយៈពេលរៀងខ្លីដែរក៏នាំគ្នាប្រមូលគ្នាដូរទីតាំងមកគេនៅ resort ទី2ម្ដង resort ទី2ស្រស់ស្អាតរបស់គេហើយបើកូនខ្ញុំវិញអូយនិយាយតែមិនខ្វល់អីទេគឺដឹងថាសើចសប្បាយនាំទៅដើរលេងគឺអត់ពិបាកទេកុកគោយំអីអត់ទេបន្ទាប់ពីរៀបចំអវ៉ាន់ចូល resort ហើយអស់ក៏នាំគ្នាមកលេងនៅដូងទេម្ដងយកអីមកញ៉ាំនៅកន្លែងដូងទេនិយាយទៅគឺ happy ដែរប៉ុន្តែរៀងរោគរ៉ាបន្តិចដោយសារតែភ្លៀងនិយាយទៅ3ថ្ងៃ3យប់ហ្នឹងគឺភ្លៀងជាប់គ្នារហូតកិច្ចភ្លៀងពេលដើរអញ្ចឹងភ្លៀងក៏សម្រាប់សិន